ម៉ែស្រក់ទឹកភ្នែកពេលម៉ែនឹកកូនជាតិជាម្ដាយគ្រប់រូបមិនដែលមានម្ដាយណាដែលមិនគិតដល់កូនមិននឹកកូននោះទេម៉ែតែងនឹកកូនគិតកូនរហូតហើយគ្រប់ពេលវេលាដែលម៉ែនឹកកូនទឹកភ្នែករបស់ម៉ែតែងស្រក់ហូរមកជានិច្ចព្រោះម៉ែស្រឡាញ់កូនម៉ែត្រូវការកូនក្នុងពេលដែលកូនឃ្លាតឆ្ងាយពីម៉ែឬពេលដែលកូនមិននៅជិតម៉ែក្នុងទ្រូងម៉ែតឹងណែនចង្អៀតពួលអាក់ព្រោះម៉ែនឹកកូនខ្លាំងណាស់ក្នុងចិត្តរបស់ម៉ែតែនឹកកូនជានិច្ចតែក្នុងចិត្តរបស់កូនឡំមិនដែលនឹកដល់ម៉ែឡើយតលតែកូនជួបឧបសគ្គផ្សេងឬតលតែមានការងារចង់ឲ្យម៉ែជួយទើបកូននឹកដល់ម៉ែកូនត្រូវការម៉ែកាលកូនមានភាពសប្បាយរីករាយកូនតែងភ្លេចម៉ែកូនមិនដែលនឹកដល់ម៉ែទេចុះហេតុអ្វីក៏ចាំបាច់តើតែមានការងារចង់ឲ្យម៉ែជួយទើបនឹកដល់ម៉ែម្ដេចក៏មិននាំគ្នានឹកម៉ែគ្រប់ពេលវេលាទៅតើកូនមានដឹងទេថាគ្រប់ពេលវេលាដែលម៉ែសប្បាយម៉ែតែងនឹកដល់កូនម៉ែចង់ឲ្យកូនរបស់ម៉ែមកចូលរួមសប្បាយជាមួយនឹងម៉ែហើយគ្រប់ពេលវេលាដែលម៉ែជួបនៅសេចក្តីទុក្ខលំបាកជាពិសេសពេលដែលម៉ែឈឺគឺម៉ែត្រូវការកូនខ្លាំងណាស់ម៉ែចង់ប្រាថ្នាចង់ឲ្យកូនមកមើលម៉ែចង់ឲ្យកូនមកដើម្បីឲ្យម៉ែបានឃើញមុខព្រោះម៉ែនឹកកូនម៉ែចង់ឲ្យកូនមកនៅនេបនិតចិត្តម៉ែបើកូនគ្មានអ្វីមកជូនម៉ែក៏ហីទៅចុះឲ្យតែកូនគ្រប់គ្នាមកឲ្យម៉ែឃើញមុខប៉ុណ្ណឹងម៉ែសប្បាយចិត្តរកអ្វីព្រៀបផ្ទឹមគ្មានឡើយមនុស្សម្នាក់តែងស្រឡាញ់និងហួងហែងជីវិតខ្លួនឯងណាស់ព្រោះគ្មានអ្វីដែលសំខាន់ជាជាងជីវិតខ្លួនឯងឡើយអ្នកខ្លះហ៊ានលះបង់អ្វីសពគ្រប់បែបយ៉ាងឲ្យតែជីវិតរបស់ខ្លួនឯងរស់តែចំពោះម៉ែបែរជាហ៊ានលះបង់ជីវិតខ្លួនឯងដើម្បីកូនទៅវិញព្រោះម៉ែយល់ថាជីវិតរបស់កូនជាជីវិតដ៏សំខាន់របស់ម៉ែទៅទៀតតើមានអ្នកណាទៅណដែលហ៊ានលះបង់ជីវិតដើម្បីកូនដូចជាម៉ែមានអ្នកណាទៅណដែលល្អដូចជាម៉ែរកមិនបានសោះឡើយមានតែម៉ែទេដែលនឹកកូនគិតកូនគ្រប់ពេលវេលាហើយម៉ែស្រក់ទឹកភ្នែកដោយសារកូនក៏វាច្រើនណាស់ដែរសូមកូនទាំងឡាយយល់ដល់តម្លៃទឹកភ្នែករបស់ម៉ែដែលស្រក់មកផងព្រោះទឹកភ្នែកស្រក់មកគឺដោយសារកូនប្រុសស្រីគ្រប់គ្នាជីវិតម៉ែដែលព្រមតស៊ូពុះពីរាល់សេចក្តីលំបាកផ្សេងរស់នៅក្នុងលោកគឺព្រោះតែម៉ែមានកូនគឺជាអ្នកដែលធ្វើឲ្យម៉ែមានកម្លាំងចិត្តតស៊ូរាល់ឧបសគ្គទាំងឡាយដូច្នេះបានន័យថាកូនគឺជាមនុស្សដ៏សំខាន់នៅក្នុងជីវិតម៉ែសូមកូនសូរទឹកភ្នែកម៉ែផង